ចូលរួមដឹងគុណទាំងអស់គ្នាតិចក្តីច្រើនក្តីជួយបរិច្ចាគថ្លៃព្យាបាលជំងឺដល់វីរៈព្រឹទ្ធាចារ្យសិល្បៈទម្រង់យីកេឃីមុំដើម្បីតបស្នងកិច្ចពុះពៀប្រឹងប្រែងថែរក្សាមរតកវប្បធម៌សារព័ត៌មានត្រយងបានទទួលដំណឹងចុងក្រោយនេះតាមរយៈវីដេអូបង្ហាញដោយសិល្បករអរិទ្ធដារ៉ូនិងមុំដាវីនលើកនិយាយអំពីស្ថានភាពរបស់វីរៈព្រឹទ្ធាចារ្យសិល្បៈទម្រង់យីកេដ៏ល្បីឈ្មោះគឺព្រឹទ្ធាចារ្យឃីមុំដែលសពថ្ងៃលោកកំពុងខ្វះខាតថ្លៃព្យាបាលជំងឺប្រចាំកាយខណៈដែលលោកក៏លែងមានចំណូលពីការបង្រៀនសិស្សតទៅទៀតហើយដែរវីរៈសិល្បករផ្នែកទម្រង់សិល្បៈយីកេដ៏ល្បីឈ្មោះព្រឹទ្ធាចារ្យឃីមុំដែលជាមរតករស់ធ្លាប់បានពុះពៀថែរក្សាមរតកទម្រង់សិល្បៈយីកេបានធ្លាក់ខ្លួនឈឺធ្ងន់ក្នុងវ័យជរាវ័យ88ឆ្នាំកិត្តិនាមព្រឹទ្ធាចារ្យសិល្បៈយីកេមួយរូបនេះនៅតែដកជាប់ក្នុងក្រអៅដួងចិត្តរបស់កូនចៅខ្មែរចំនួនក្រោយជានិច្ចសប្តាហ៍ថ្ងៃព្រឹទ្ធាចារ្យមានសុខភាពទ្រុឌទ្រោមដោយសារតែជំងឺលើឈាមនិងជំងឺគ្រុនថ្លើមហើយខ្វះខាតថវិកាសម្រាប់ព្យាបាលជំងឺនៅខេត្តតាកែវទើបហេតុនេះហើយបានជាសិស្សរបស់ព្រឹទ្ធាចារ្យចេញមកអំពាវនាវដល់សប្បុរសជនទាំងឡាយមានសទ្ធាចិត្តបុណ្យមេត្តាចូលរួមបរិច្ចាគថវិកាតិចក្តីច្រើនក្តីជួយដល់ព្រឹទ្ធាចារ្យដែលទឹកចិត្តដល់ប្រពៃនេះគឺជាការតបស្នងចំពោះកិច្ចពុះពៀប្រឹងប្រែងថែរក្សាមរតកវប្បធម៌ទម្រង់យីកេដែលព្រឹទ្ធាចារ្យបានបណ្ដុះបណ្ដាលសិស្សជាច្រើនជំនាន់មកហើយបើនិយាយអំពីសិល្បៈយីកេត្រូវបានគេស្គាល់ថាជាទម្រង់តន្ត្រីផងល្ខោនផងនិងជារបាំផងដែលមាននៅក្នុងប្រវត្តិសិល្បៈខ្មែរយើងយូរណាស់មកហើយរីឯនៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតបានពន្យល់ថាយីកេគឺជាល្បែងមហោស្រពមួយប្រភេទលេងស្រដៀងនឹងល្ខោនតែមានទះស្គរតូចខ្លះធំខ្លះបញ្ចើជាមួយនឹងការរាំច្រៀងពេលនិយាយដល់ទម្រង់សិល្បៈយីកេនេះអង្គការសិល្បៈខ្មែរអមតៈធ្លាប់បានលើកឡើងពីប្រវត្តិរបស់ព្រឹទ្ធាចារ្យឃីមុំដែលត្រូវបានប្រសិទ្ធនាមថាវីរៈសិល្បករទម្រង់យីកេឲ្យមហាជនបានជ្រាបដូចតទៅនេះព្រឹទ្ធាចារ្យឃីមុំលោកបានប្រសូតនៅក្នុងឆ្នាំ1936នាស្រុកសំរោងខេត្តតាកែវឪពុករបស់លោកឈ្មោះលោកតាខីជាអ្នកបង្កើតក្រុមយីកេដំបូងបង្អស់នៅក្នុងខេត្តតាកែវហើយមានប្រជាប្រិយភាពល្បីល្បាញនៅក្នុងទសវត្សរ៍1960ដោយបានសម្ដែងនៅគ្រប់បណ្ដាខេត្តក្នុងប្រទេសកម្ពុជានៅអាយុ12ឆ្នាំព្រឹទ្ធាចារ្យឃីមុំបានចាប់ផ្ដើមសិក្សាទម្រង់សិល្បៈយីកេជាមួយលោកឪពុករហូតដល់ព្រឹទ្ធាចារ្យចេះស្ទាត់ជំនាញសិល្បៈយីកេនេះនិងបានចូលរួមសម្ដែងស្ទើរគ្រប់ទិសទីនាសម័យនោះមិនយូរប៉ុន្មានជាអកុសលប្រទេសកម្ពុជាបានធ្លាក់ក្នុងរណ្ដៅមរណៈនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលពេលនោះព្រឹទ្ធាចារ្យត្រូវបានគេជម្លៀសទៅធ្វើស្រែចម្ការនៅក្បែរបឹងទន្លេសាបវិញនៅគ្រានោះដែរព្រឹទ្ធាចារ្យមិនអាចសម្ដែងសិល្បៈយីកេបន្តទៀតបានទេដោយសារតែប្រទេសបាត់បង់សន្តិភាពទាំងមូលក្រោយមករបបខ្មែរក្រហមត្រូវបានដួលរលំព្រឹទ្ធាចារ្យឃីមុំបានត្រឡប់មកកាន់ស្រុកកំណើតរបស់ខ្លួនវិញនិងបានបង្កើតក្រុមយីកេមួយប៉ុន្តែមិនមានដំណើរការល្អនោះឡើយបន្ទាប់ពីនោះនៅក្នុងឆ្នាំ1980ព្រឹទ្ធាចារ្យឃីមុំបានក្លាយជាព្រឹទ្ធាចារ្យបង្ហាត់បង្រៀនសិល្បៈទម្រង់យីកេពេញលេញដោយបានបង្ហាត់នៅក្នុងព្រះបរមរាជវាំងហើយបន្ទាប់មកនៅសាលាក្រហមនិងចុងក្រោយនៅសាលាវិចិត្រសិល្បៈរហូតដល់ឆ្នាំ2002ទើបព្រឹទ្ធាចារ្យបានចូលនិវត្តន៍ក្រោយពីព្រឹទ្ធាចារ្យបានចូលនិវត្តន៍មកការបង្រៀននៅសាលាវិចិត្រសិល្បៈនៅក្នុងឆ្នាំ2003អង្គការសិល្បៈខ្មែរអមតៈបានអញ្ជើញព្រឹទ្ធាចារ្យឃីមុំចូលរួមកម្មវិធីមួយដែលមានឈ្មោះថាកម្មវិធីព្រឹទ្ធាចារ្យសិល្បៈខ្មែរដែលក្រោយមកក្លាយជាអង្គការសិល្បៈខ្មែរអមតៈនាពេលបច្ចុប្បន្ននេះដោយកម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងដែលអាចឲ្យព្រឹទ្ធាចារ្យដែលនៅរស់រានមានជីវិតអាចផ្ទេរចំណេះដឹងសិល្បៈរបស់ពួកគាត់ទៅកាន់ក្មេងជំនាន់ក្រោយតាមរយៈការបង្កើតថ្នាក់បង្រៀនសិល្បៈនៅក្នុងសហគមន៍របស់ពួកគាត់បច្ចុប្បន្នព្រឹទ្ធាចារ្យឃីមុំលែងបន្តបង្ហាត់បង្រៀនទៀតហើយដោយសារតែលោកមានវ័យជរាប៉ុន្តែស្នាដៃរបស់លោកនៅតែទទួលបានការគាំទ្រពីគ្រប់ស្ថាប័នរហូតដល់បច្ចុប្បន្ននេះព្រឹទ្ធាចារ្យឃីមុំជាគ្រូសិល្បៈយីកេដ៏ល្បីឈ្មោះនៅក្នុងខេត្តតាកែវដែលបានចាត់ទុកថាជាជំរុកក្បួនខ្នាតសិល្បៈយីកេដែលជាសិល្បៈបុរាណដ៏មានតម្លៃរបស់ជាតិខ្មែរព្រឹទ្ធាចារ្យបានបណ្ដុះបណ្ដាលអ្នកបន្តវេនទម្រង់សិល្បៈយីកេជាច្រើនជំនាន់ដែលធានាបានថាទម្រង់សិល្បៈមួយនេះនៅតែគង់វង្សជាមួយក្មេងជំនាន់ក្រោយជានិរន្តរ៍ដូច្នេះហើយសម្រាប់សប្បុរសជនដែលមានបំណងចិត្តចង់បរិច្ចាគថវិកាជូនដល់ព្រឹទ្ធាចារ្យឃីមុំលោកអ្នកអាចបរិច្ចាគតាមរយៈគណនីធនាគាររបស់កូនព្រឹទ្ធាចារ្យដែលមានឈ្មោះគណនីជាភាសាអង់គ្លេស សេងណាលីន លេខគណនី 092 52 66 18 ឈ្មោះធនាគារ AC Lida